ថៃបើកការបាញ់ប្រហារទៀតហើយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបពីស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅថ្ងៃនេះថាវេលាម៉ោងប្រមាណ 14-15 នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្មក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារនៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃកាំភ្លើងយន្ត B40 និងត្បាល់60ព្រាមនោះកងកម្លាំងកម្ពុជាបានតាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង 14:32 នាទីរសៀលនៅក្នុងឧបទ្ទហេតុនោះកងកម្លាំងកម្ពុជាមិនធ្វើការតបតទេនិងកំពុងបន្តតាមដានលើការវិវត្តយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីហេតុការណ៍នេះព្រមទាំងគ្រងនិងស្នើឲ្យ AOT ចុះស្រាវជ្រាវស៊ើបអង្កេតដើម្បីធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវជ្រាបក្នុងឱកាសនេះកម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នឹងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអាទិត្យ 200 ខែមករាឆ្នាំអសាញ់ស័ព្ទស័កពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី 7 ខែធ្នូឆ្នាំ 2025